មករៀនធ្វើទឹកប្រឡាក់សាច់ជាមួយខ្ញុំទាំងអស់គ្នាខ្ទឹមស10មើមខ្ទឹមក្រហម10មើមសេរី1គីឡូប៉ម1គីឡូខ្ទឹមសខ្ទឹមក្រហមសេរីបកសបកឲ្យស្អាតប៉មគ្រាន់តែចិតយកស្នូលវាចេញដំបូងយើងដាក់ឆ្នាំងឲ្យក្តៅយើងចាក់ខ្លាញ់ចូលខ្លាញ់ចំនួន1ចានចង្កឹះហើយយើងដាក់ខ្ទឹមសខ្ទឹមក្រហមដែលយើងបានកិនឲ្យម៉ត់ហ្នឹងរំលីងវាឲ្យឡើងឈ្ងុយបន្ទាប់មកយើងដាក់ម្ទេសកូរ៉េចូលរំលីងវានឹងឈ្ងុយតិចហើយយើងចាប់ផ្ដើមដាក់ស្ករត្នោតចូលហើយបន្ទាប់ពីយើងដាក់ស្ករត្នោតហើយហ្នឹងយើងរំលីងវារហូតដល់ស្ករនិងគ្រឿងទាំងអស់ហ្នឹងឡើងឈ្ងុយចូលគ្នាបានល្អជាមួយខ្ទឹមសសូហូតលសាច់ទុនបន្ទាប់ពីគ្រឿងយើងនឹងឈ្ងុយល្អហើយយើងចាក់ទឹកប៉មនិងទឹកសេរីដែលយើងបានកិនម៉ត់ដូចគ្នានឹងចាក់ចូលហើយយើងកូរច្បល់វាចូលគ្នាសព្វល្អហើយយើងគ្របទុកប្រហែលជា7-8នាទីទៅ10នាទីបន្ទាប់ពីយើងរំងាស់វាមួយសន្ទុះយើងបើកគម្របវាមកយើងចាប់ផ្ដើមចាក់ទឹកប្រេងខ្យងចូលចំនួន1លីត្រលើសតិចតួចអីហ្នឹងយើងចាក់ទឹកប្រេងខ្យងចូលហើយយើងច្បល់ប្រេងខ្យងចូលគ្នាតិចហើយយើងចាប់ផ្ដើមដាក់ប៊ីចេងបន្តិចម្សៅស៊ុបបន្តិចដើម្បីយករសជាតិបន្ទាប់មកយើងដាក់ទឹកស៊ីអ៊ីវចំនួន2ដបប្រហែលជាចំនួន1លីត្រជិត2លីត្រកូរច្របល់ចូលគ្នាឲ្យសព្វគ្រឿងទឹកប្រឡាក់សាច់របស់យើងរួចរាល់ជាការស្រេចងាយពេលនេះយើងធ្វើម្ហូបផ្សេងៗហ្នឹងយើងគ្រាន់តែយកទឹកប្រឡាក់សាច់នឹងយកមកផ្សំគ្រឿងជាមួយនឹងម្ហូបរបស់យើងឆាប់រួចឆាប់បានញ៉ាំ